បានសួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំមកចែករំលែកទាក់ទងជាមួយនឹងការប្រើប្រាស់ទៅលើការមូលទិន្នន័យនិងការប្រើប្រាស់ទៅលើ data pivot និង slicer ជាទៅលើ data pivot ចំណុចសំខាន់ពេលយើងជួបអនុវត្តតែម្ដងចុះទីថាខ្ញុំមាន data មួយបែបនេះណាប៉ុន្តែខ្ញុំត្រូវការ data សោះនឹងដើម្បីបង្កើតទៅលើ data pivot ចឹងដើម្បីបាន data មួយថ្មីពីក្នុង sheet ហ្នឹងយើងត្រូវចុច right click មកតាមមកគេចុច remove រក copy បន្តមកនេះគេជ្រើសរើសទីតាំងនេះគេទៅដាក់តំណែងហ្នឹងណាចឹងតំណែងដាក់ខាងមុខនេះណានេះខាងមុខនេះដាក់ move to in មានន័យថាតំណែងដាក់ខាងមុខចុងបែបគេបងអស់តោះនេះចុចcreate a copy ចឹងនេះគេបានតំណែងមួយទៀតណាចឹងតំណែងនឹងបានមកពីតំណែងដើមចឹងនេះជាតំណែងយើង copy បានមានតម្រូវរបស់ណាដូចគ្នាបានហ្នឹងហើយអញ្ចឹងដើម្បីយើងបង្កើត data pivot ទៅឲ្យម្ចាស់សិនណាអញ្ចឹងបាទចឹងដើម្បីបង្កើតនេះគេទៅ select ទាំងអស់ហ្នឹងទៅបាទបន្តមកនេះគេចុចក្នុង insert pivot table បាទនេះគេចុច OK មកបន្តមកនៅក្នុងជួរឈរនេះខ្ញុំដាក់ឈ្មោះទៅលើមន្ត្រីអនុទានណាដាក់ក្នុងជួរឈរអញ្ចឹងជួរ date នេះខ្ញុំចង់បាក់ជាចំនួនទឹកលុយបាទចំនួនទឹកលុយណាបាទតែកន្លងនេះគេឡើងពលជាកន្លែងដាក់ទឹកលុយបាទចឹងវាចេញជាចំនួនទឹកលុយណាសម្រាប់ចំនួនទឹកលុយបាទអញ្ចឹងតកតងជាមួយនឹងរូបិយប័ណ្ណអញ្ចឹងរូបិយប័ណ្ណគេដាក់ខ្ញុំចង់ដាក់ខាងនេះកន្លែងត្រង់កន្លងនេះជាកន្លែងដែលយើងដាក់តាមប្រភេទបាទរូបិយប័ណ្ណដែលយើងត្រូវកំណត់ណាហ្នឹងហើយអញ្ចឹងយើងបាន data pivot ជាការស្រេចអញ្ចឹងដើម្បីវិជានឹងដើម្បីបង្កើតឬក៏ការបង្កើត slicer នេះគេទៅចុចinsert មកបន្តគេចុចទៅលើ slicer បាទ slicer ជាកន្លែងដែលយើងជាទៅលើ data pivot ហ្នឹងឧទាហរណ៍ថាខ្ញុំចុច slow ក្នុងមន្ត្រីអនុទានឬក៏ភេទឬក៏រូបិយប័ណ្ណចុច3ណាចាំមិនថាខ្ញុំចុច3ដើម្បីវិជាទៅលើ data ហ្នឹង pivot ហ្នឹងណាជានេះចុច OK មកអញ្ចឹងអ្នកគ្នាបាន slicer 3ដើម្បីវិជាទៅលើ data pivot ហ្នឹងបានបាទឡើយទីឲ្យយើងសាកល្បងទៅណាតែចុចរូបកណ្ដាលឃើញទេអញ្ចឹងវាទៅលោតទៅតាមអ្វីដែលយើងទៅវិជាទៅលើ slicer ហ្នឹងអញ្ចឹង pivot table វាដើរតាមទៅលើ slicer ហ្នឹងបាទចុះបើគ្នាចង់ដឹងថាភេទប្រភេទស្រីនេះគេចុចនេះបាទវាnóiថាតើគូមិនងាប់តែជនភេទប្រុសមានចំនួនប៉ុន្មានលុយខ្មែរចំនួនប៉ុន្មានចឹងនេះវាជាបានភេទយើងតែរូបិយប័ណ្ណខ្មែរដុល្លារបាទហើយដើម្បីមកដើមនេះចុចខ្វែងហ្នឹងវាមកធៀបតាមវិញហើយបាទនេះគឺជាការបង្ហាញតទៅជាមួយនឹងការ copy move data ការបង្កើតទៅលើ data pivot table និងការប្រើប្រាស់ slicer បញ្ជាទៅលើ pivot table អញ្ចឹងការបង្ហាញរបស់ខ្ញុំមានប៉ុណ្ណឹងបាទអរគុណច្រើន